អូនស្រីកែវត្រូវបានគេលួចយកចេញពីក្រុមគ្រួសាររបស់ប្អូននៅពេលដែលប្អូនមានអាយុត្រឹមតែ5ឆ្នាំតែប៉ុណ្ណោះហើយជីវិតហើយនឹងការតស៊ូដែលរស់នៅជាមួយនឹងមនុស្សដែលមិនមែនជាសាច់ញាតិមិនមែនជាឪពុកម្ដាយហើយក៏ប្រហែលជាមិនមែនជាមនុស្សល្អដែរគឺពិតជាជួបនៅការលំបាកយ៉ាងច្រើនបាទរឿងរ៉ាវដែលកើតឡើងនេះគឺជារឿងរ៉ាវមួយដ៏គួរឲ្យសោកស្ដាយជាទីបំផុតតែកម្មវិធីចង់ឲ្យប្អូនស្រីកែវជម្រាបថាតើដើមហេតុយ៉ាងម៉េចមូលហេតុឬក៏រឿងរ៉ាវយ៉ាងម៉េចបានជាធ្វើឲ្យប្អូនត្រូវបានគេលួចយកចេញពីគ្រួសារបែបនេះចាខ្ញុំចាំកាលនោះមានបរិសម្នាក់មកសុំប៉ាខ្ញុំធ្វើការអញ្ចឹងប៉ាខ្ញុំក៏ឲ្យគាត់ធ្វើការនៅចការកស៊ូបាទហើយបរិសម្នាក់នោះគាត់ឈ្មោះហៅថាឌីគាត់ធ្វើនៅនោះប្រហែលជាបាន4ខែអញ្ចឹងមានថ្ងៃមួយក៏គាត់បានប្រមូលខ្ញុំទៅចការដលងនឹងស្ដាយដីអញ្ចឹងខ្ញុំមកឆ្លើយព្រមណាស់ទៅពេលនោះគាត់ក៏បាននាំខ្ញុំទៅមែនក៏មិនតែក៏បាននាំខ្ញុំយកទៅចការដលងនឹងស្ដាយដីទេពេលនោះក៏គាត់នាំយកខ្ញុំចេញគ្រួសារខ្ញុំតែម្ដងបាទហើយបងអូនចាំបានទេថាតើពេលនោះបរោះដែលមានឈ្មោះថាឌីបាននាំបងអូនទៅកន្លែងណាខ្លះចាក្រោយមកគាត់ក៏បាននាំខ្ញុំទៅផ្សារលក់គ្រឿងអលង្ការដែលជាប់នៅក្នុងខ្លួនរបស់ខ្ញុំហ្នឹងក៏ប៉ុន្តែខ្ញុំមិនបានចាំថាខ្ញុំមានជាប់គ្រឿងអលង្ការអីនៅក្នុងខ្លួនខ្ញុំទេពេលដែលលក់រួចហើយគាត់ក៏បាននាំខ្ញុំចេញទៅថៃបាទចាបាទអញ្ចឹងយើងមិនអាចដឹងថាគំនិតនៃការផ្ដើមដំបូងរបស់បរោះឈ្មោះឌីនោះគឺជាការដែលចង់បានយកគ្រឿងអលង្ការដែលមាននៅនឹងប្អូនស្រីទៅលក់ដើម្បីយកប្រាក់ឲ្យបញ្ចប់រឿងឬក៏យ៉ាងណាទេប៉ុន្តែរឿងរ៉ាវទាំងអស់នេះអត់បញ្ចប់បរោះឈ្មោះឌីនោះក៏នៅតែបន្តយកប្អូនស្រីកែវជាមួយគាត់ពីខេត្តមួយទៅខេត្តមួយរហូតដល់ប្អូនបាននិយាយថាធ្លាយទៅដល់ថៃទៀតហើយចឹងបន្ទាប់ពីនោះមានរឿងអ្វីបន្តទៀតចាពេលដែលនៅប្រទេសថៃហ្នឹងប្រហែលជាបានកន្លះឆ្នាំអញ្ចឹងពេលដែលនៅហ្នឹងគេនាំគ្នាដាំបាយលេពោតលេអញ្ចឹងមកចេះញ៉ាំឯងហើយនៅនោះពិបាកអញ្ចឹងនៅប្រហែលបានកន្លះឆ្នាំហើយក៏មានតកែពោតហ្នឹងគេអត់កូនអញ្ចឹងក៏គេចង់បានខ្ញុំអញ្ចឹងពូហ្នឹងចង់លក់ឲ្យខ្ញុំទៅតកែហ្នឹងក៏ប៉ុន្តែខ្ញុំប្រាប់គាត់ថាបើសិនជាលក់ខ្ញុំទៅក៏ខ្ញុំព្យាយាមរត់ចេញមកវិញដែរខ្ញុំអត់នៅមួយទេអញ្ចឹងក៏មានថ្ងៃមួយតកែពោតហ្នឹងក៏គេបាននិយាយជាមួយខ្ញុំនៅផ្ទាល់អញ្ចឹងខ្ញុំប្រាប់គាត់ថាបើសិនជាតែខ្ញុំទៅក៏មិនតែក៏ខ្ញុំអត់ទៅនៅជាមួយដែរទោះបីជាមានយ៉ាងណាក៏ដោយបាទហើយបន្ទាប់ពីប្អូនសម្រេចចិត្តបែបហ្នឹងហើយតើមានរឿងរ៉ាវអ្វីបន្តពីហ្នឹងទៀតចាបន្ទាប់ពីហ្នឹងមកក៏មកពោធិ៍សាត់វិញត្រឡប់មកពោធិ៍សាត់វិញណាចាមកពោធិ៍សាត់វិញហ្នឹងក៏ខ្ញុំបានឮដំណឹងផ្សាយតាមឪពុកម្ដាយរបស់ខ្ញុំផ្សាយតាមប៉ុស្តិ៍តករស្វែងរកខ្ញុំដែរហើយនឹងក៏មានតាហ៊ានមានអីតាមកាត់រហូតដែរក៏តែវាថាតាមអត់តាន់ហើយណាមួយពូនឹងក៏គាត់ចេះតែកិច្ចរហូតអញ្ចឹងទៅមានពេលខ្លះទៅសម្រាប់នៅសាលារៀនអញ្ចឹងទៅក៏ពេលខ្លះទៅសម្រាប់នៅវត្តអីអញ្ចឹងទៅពីក្រោយមកក៏បានមកនៅពេជ្រនិលបាទបាទចឹងតាមដែលប្អូនរៀបរាប់នេះមានន័យថាដូចជាមានការស្វែងរកប្អូនដែរប្រហែលជាពីក្រុមគ្រួសារក៏ថាបានប៉ុន្តែបរិសុទ្ធឈ្មោះឌីនោះព្យាយាមកិច្ចហើយទុកប្អូនឲ្យរស់នៅជាមួយនឹងគាត់ទុកចិត្តទៅរស់នៅកន្លែងនៅវត្តឬក៏នៅសាលានៅអីចឹងក៏ចេះតែទុកប្អូនរហូតណាបាទអញ្ចឹងមានន័យថាការរស់នៅរបស់ប្អូនស្រីជាមួយនឹងបរិសុទ្ធឈ្មោះឌីនោះបើនិយាយពីទីតាំងហើយនឹងកន្លែងនៃការរស់នៅមិនជាថិតថេរប្រហែលទេមែនទេចាមានពេលខ្លះទៅមានទៅនៅថៃទៅនៅកោះកុងនៅណែនតិចនៅបន្តិចចឹងអត់មានប្រកាសថានៅកន្លែងណាទេហើយទៅនៅពោធិ៍សាត់ទៅនៅបាត់ដំបងអញ្ចឹងទៅបាទចាហើយទៅនៅពោធិ៍សាត់ទៅខ្ញុំទៅរស់នៅលើទូកនៅទន្លេសាបបានប្រហែលជារយៈពេលកន្លះឆ្នាំអញ្ចឹងពូមានថ្ងៃមួយពូហ្នឹងក៏គាត់ប្រើខ្ញុំយកពូឆ្អឹងឲ្យຕົកអញ្ចឹងវាថាដូចខ្ញុំនៅក្មេងពេលដែលហៅខ្ញុំមកអញ្ចឹងខ្ញុំអត់ងាយមកអញ្ចឹងហើយគាត់ក៏ខឹងខ្ញុំអញ្ចឹងទៅគាត់ក៏យកឈើដាក់ម៉ោងហ្នឹងគប់ផ្លូវខ្ញុំឡើងធ្លុះអញ្ចឹង
តាំងពីពេលហ្នឹងមកជើងខាងស្ដាំខ្ញុំមានការស្ពឹកម្ដងម្កាលហើយទម្លាប់មកខ្ញុំអាចដើរវិញបានរយៈពេលមួយឆ្នាំជាងបានខ្ញុំអាចដើរវិញបានដោយសារតែកំហឹងនៃការដែលហៅប្អូនឲ្យមកធ្វើកិច្ចការហើយប្អូនរៀងយឺតយ៉ាវគាត់បានយកឈើសម្រាប់គេដោតនៅក្នុងទឹកហើយចងមងសម្រាប់ដាក់ត្រីហ្នឹងណាចាប់ត្រីហ្នឹងណាបាទយកឈើហ្នឹងគប់ឬក៏ចាក់យ៉ាងម៉េចដែរគប់តែម្ដងគប់ទៅត្រូវជើងភើទៅផ្លូវខាងស្ដាំខ្ញុំអញ្ចឹងវាឡើងតែម្ដងធ្លុះជាប់នៅនឹងផ្លូវនឹងតែម្ដងអូរហូតដល់ប្អូនស្ទើរតែមិនអាចដើរបានអាចអីហ្នឹងរយៈពេលប្រហែលជាមួយឆ្នាំក្រោយពីហ្នឹងเนาะចាបងហើយរហូតមកដល់ពេលបច្ចុប្បន្ននេះដូចតែប្អូននិយាយថានៅមានការឈឺចាប់នៅមានការស្ពឹកការស្ពឹកម្ដងម្កាលដោយសារតែរបួសនឹងធ្ងន់ពេកเนาะចាបាទអញ្ចឹងមិនដឹងថាទង្វើដែលគាត់បានធ្វើនេះជាការដែលបង្ហាញអំពីទឹកចិត្តបែបណាទេដែលពេលដែលគាត់បានលួចយកប្អូនមករស់នៅជាមួយហើយធ្វើបាបរហូតដល់កម្រិតនេះទៀតអញ្ចឹងបន្ទាប់ពីការរស់នៅតំបន់ទន្លេសាបណាបន្ទាប់ពីការរស់នៅតំបន់ទន្លេសាបហ្នឹងតើបរិសុទ្ធឈ្មោះឌីហ្នឹងបានយកប្អូនបន្តទៅណាទៀតចានៅឆ្នាំ1999គាត់ក៏បាននាំខ្ញុំមកនៅខេត្តស្វាយរៀងនៅជាមួយម្ដាយរបស់គាត់អញ្ចឹងគាត់ក៏ប្រាប់គាត់ម្ដាយរបស់គាត់ថាខ្ញុំជាកូនរបស់គាត់អញ្ចឹងខ្ញុំក៏បានលួចប្រាប់ម្ដាយគាត់ថាខ្ញុំមិនមែនជាកូនរបស់កូនគាត់ទេអញ្ចឹងយាយហ្នឹងក៏គាត់ដឹងចរិតកូនគាត់ច្បាស់អញ្ចឹងគាត់ក៏សុំខ្ញុំឲ្យនៅជាមួយគាត់ហើយតែពូនឹងថាបើសិនជាទុកខ្ញុំឲ្យនៅជាមួយគាត់តើតែមានធ្នូអញ្ចឹងយាយហ្នឹងក៏គាត់ក្រដែរអញ្ចឹងដើម្បីជាការធ្នូយកខ្ញុំមកចិញ្ចឹមគាត់មានតែលក់ស្រែលក់អីរបស់គាត់ដើម្បីយកខ្ញុំចិញ្ចឹមពួកអីក៏ខ្លាចពេលដែលខ្ញុំធំទៅខ្ញុំគ្មានអនាគតពេលខ្ញុំនៅតាមកូនគាត់អញ្ចឹងរហូតបាទអញ្ចឹងមានន័យថាម្ដាយរបស់បរិសុទ្ធឈ្មោះឌីហ្នឹងគាត់សុខចិត្តលក់ស្រែដើម្បីឲ្យលុយទៅលោកឌីហ្នឹងហើយយកប្អូនស្រីមកចិញ្ចឹមចា៎បាទហើយអញ្ចឹងនៅពេលហ្នឹងតើបរិសុទ្ធឈ្មោះឌីហ្នឹងនៅរស់នៅជុំគ្នាជាមួយនឹងប្អូនហើយនឹងម្ដាយហ្នឹងរស់នៅជុំគ្នាឬក៏យ៉ាងណាដែរចាប់ពីពេលនោះមកខ្ញុំម្ដាយបានជួបបរិសុទ្ធម្នាក់នោះឯងរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងមានន័យថាគាត់បានទទួលលុយពីម្ដាយរបស់គាត់ហ្នឹងហើយគាត់ក៏បានចេញទៅចា៎ហើយប្អូនក៏លែងមានទំនាក់ទំនងអីជាមួយគាត់បន្តទៀតដែរបាទអញ្ចឹងចំពោះការដែលប្អូនបានទៅដល់ស្វាយរៀងហើយរស់នៅជាមួយនឹងម្ដាយរបស់បរិសុទ្ធឈ្មោះឌីហ្នឹងណាបងចាំបានទេថាកាលហ្នឹងបងមានអាយុប្រហែលជាប្រហែលដែរប្រហែលពេលហ្នឹងខ្ញុំមានអាយុប្រហែលជា7 8ឆ្នាំព្រោះឯងខ្ញុំទៅហ្នឹងគេឲ្យខ្ញុំមើលគោធ្វើស្រែធ្វើអីហើយ7 8ឆ្នាំเนาะអាចខ្វៀលគោអាចអីអញ្ចឹងតាមកិច្ចការងារបែបជនបទអញ្ចឹងណាចា៎បាទអញ្ចឹងការរស់នៅបន្ទាប់ពីថាបរិសុទ្ធឈ្មោះឌីនឹងទៅបាត់ហើយការរស់នៅជាមួយនឹងម្ដាយរបស់គាត់ហ្នឹងយ៉ាងម៉េចដែរចាលោកយាយនឹងគាត់ពិតជាចិត្តល្អជាមួយខ្ញុំមែនហើយទៅខ្ញុំរស់នៅជាមួយគាត់ក៏ខ្ញុំបានចូលរៀនរហូតដល់ថ្នាក់ទី5ដល់ឆ្នាំ2006ក៏ខ្ញុំឈប់រៀនដែរបាទចាបាទអញ្ចឹងនៅពេលដែលថាបានជួបជាមួយនឹងម្ដាយរបស់បរិសុទ្ធឈ្មោះឌីហ្នឹងដែលគាត់មានចិត្តធម៌ដែលគាត់មានចិត្តល្អដែលជួយចិញ្ចឹមប្អូនហ្នឹងរហូតដល់ផ្ដល់ឱកាសឲ្យប្អូនបានចូលរៀនចូលអីដូចក្មេងទូទៅដែលមានអាណាព្យាបាលអញ្ចឹងក្នុងអំឡុងពេលនោះតើប្អូនមានបានព្យាយាមក្នុងការស្វែងរកឪពុកម្ដាយហើយនិងក្រុមគ្រួសាររបស់ប្អូនទេចាបងប្អូនរបស់បរិសុទ្ធនោះគេមិនឲ្យខ្ញុំស្វែងរកឪពុកម្ដាយរបស់ខ្ញុំទេពួកអីគេគិតថាបើសិនជាខ្ញុំរកឃើញឪពុកម្ដាយខ្ញុំគេខ្លាចប្អូនប្រុសរបស់គេមានបញ្ហា